នំបញ្ចុកនេះទិញគេញ៉ាំរហូតដែរថ្ងៃនេះខ្ញុំមកធ្វើញ៉ាំខ្លួនឯងម្ដងធ្វើលើកទី1ឯងប៉ុន្តែតំណងហើយឆ្ងាញ់ទៀតចង់ចេះធ្វើមកមើលវីដេអូនេះមួយខ្ញុំធ្វើលើកទី1ដែរហើយទាំងអស់នេះគឺជាអ្វីដែលយើងត្រូវមានហើយបើសិនជាខ្ញុំបង្ហាញទាំងអស់វាអាចវីដេអូនឹងយូរអញ្ចឹងខ្ញុំរៀបរាប់ត្រួសជើងជ្រូកហ្នឹងគឺខ្ញុំស្ងោរហើយតែខ្ញុំទុកវាម្លាយសិនហើយខ្ញុំចាំសាច់ជ្រូកយកមកចំហុយមួយពងទាបើសិនជាអ្នកទាំងអស់គ្នាកាន់តែចង់ឲ្យឆ្ងាញ់អាចដាក់ជាមួយនឹងខួរក្តាមកំប៉ុងបានអាហ្នឹងវាពេញចំយើងហៅនំបញ្ចុកខួរក្តាមហ្មងតែថ្ងៃនេះខ្ញុំបានដាក់ខួរក្តាមតែអញ្ចឹងអត់ហ៊ានហៅទេហៅនំបញ្ចុកទឹកកាពិធម្មតាទៅហើយកុំភ្លេចដាក់ទឹកស៊ីអ៊ីវមួយផងដើម្បីឲ្យសាច់ជ្រូករបស់យើងរៀងមានជាតិទាំងអស់គ្នាយកទៅចំហុយទៅសល់ពេលនឹងដែរខ្ញុំយកសាច់ជ្រូកមកប្រឡាក់ជាមួយនឹងទឹកក្រំគ្រីដែលខ្ញុំយកទៅឆាមុនហ្នឹងប្រឡាក់អញ្ចឹងទៅដើម្បីឲ្យជើងជ្រូករបស់យើងវាមានពណ៌ក្រហមអញ្ចឹងណាសល់ពេលនឹងដែរយើងមកឆាកាពិទាំងអស់គ្នាខ្ញុំដាក់ស្ករកូរវាហើយបន្ទាប់មកខ្ញុំដាក់កាពិមួយស្លាបព្រាខ្ញុំធ្វើតែបន្តិចដែរទេដោយសារតែអ្នកញ៉ាំតិចនេះអញ្ចឹងយើងកូរវាឆ្ងាញ់ហើយលួចប៊ីចេងបន្តិចមកហើយសាច់ជ្រូករបស់យើងក៏ចិត្តឆ្អិនដែរហើយពោតបារាំងពេញប៉ោះនឹងផ្សិតនេះគឺខ្ញុំទុកដាក់នៅក្នុងទឹកស៊ុបណាហើយនិយាយពីបន្លែនេះយើងដាក់តាមការចូលចិត្តដែរទេដូចជាយងចេកអីនោះខ្ញុំចូលចិត្តចឹងខ្ញុំដាក់ទៅពេលអ្នកខ្លះគេប្រើទឹកខៀវអីចឹងបានគេប្រើយងចេកយងអីចឹងណាតែយើងធ្វើនៅផ្ទះញ៉ាំខ្លួនឯងធ្វើតាមបេះដូងទៅហើយខ្ញុំមានតាំងពីនំបញ្ចុកហើយនឹងបាញ់សុងទៀតហើយយើងត្រៀមគ្រឿងរួចរាល់អស់ហើយទឹកកាពិអំបិលទុំអីម្ទេសអីយើងត្រៀមអស់ហើយយើងចាំតែយើងទៅស្លហ្មងឥឡូវយើងទៅមើលទាំងអស់គ្នាដំបូងខ្ញុំដាក់ដុំស៊ុប2ខ្ទឹមប្រាំងមួយចាហៀងប៉ុន្តែកុំភ្លេចយកវាទៅដុតសិនណាហើយយើងចាក់សាច់ជ្រូកយើងចូលទៅដាក់ប៉ុណ្្នឹងចូលហើយយើងក្របវាឲ្យពុះសិនណាពេលដែលពុះហើយយើងស្រង់ពពុះចេញផងហើយយើងដាក់គ្រឿងទៅអត់មានអីទេខ្ញុំដាក់អំបិលទឹកត្រីស្ករសលួចវាចេញតិចយើងដាក់ឲ្យវាមានជាតិខ្លះៗចឹងនេះយើងញ៉ាំមួយទឹកកាពិដដែលទេហើយយើងចាក់បន្លែយើងចូលទៅសាច់ជ្រូកច្រាំដែលឆ្អិនហ្នឹងក៏យើងជ្រុំដាក់ទៅដើម្បីឲ្យវាដែរតែទឹកគ្រាដែលនៅសល់ពីស្លាកប្រឡាក់ជើងជ្រូកមុនហ្នឹងក៏ខ្ញុំយកមកចាក់ចូលដែរដើម្បីឲ្យវាឡើងពណ៌ក្រហមស្អាតពេញមួយឆ្នាំងហ្មងយើងដាក់វាមកពុះល្មមទៅកុំឲ្យបន្លែយើងលួចពេកហើយយើងមកស្រស់ញ៉ាំមកតំណងមែនតែនអ្វីដែលតំណងខ្លាំងគឺសាច់ជ្រូកច្រាំយកមកដាក់ពីលើហ្នឹងហ្មងតែស្ដាយត្រង់ថាវាអត់មានខួរក្តាមនៅក្នុងហ្នឹងបើសិនជាបានដាក់ខួរក្តាមទៀតអូយអត់ខុសពីរបស់គេធ្វើទេគឺដូចមែនតែនហ្មងឆ្ងាញ់ហើយញ៉ាំពេញមាត់តែប៉ុន្តែនំបញ្ចុកហ្នឹងខ្វះគ្រឿងច្រើនណាស់មានតែគេដាក់ទៅហ៊ូដាក់ឈាមអ្នកខ្លះគេដាក់ជើងមាន់ដាក់អីទៀតនិយាយទៅថាពីគេយើងចង់ដាក់ហ្នឹងយើងចូលចិត្តញ៉ាំអីយើងដាក់ចូលក្នុងហ្នឹងទៅប្រហិតថៃផិតអីតាមការចូលចិត្តទេហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរបើសិនជាចូលចិត្តកុំភ្លេចជួយ follow និង share វីដេអូនេះផងអរគុណ